ច្រើនបាទសូមជម្រាបសួរពុកម៉ែបងប្អូនប្រិមិត្តជាទីគោរពស្រឡាញ់រាប់អានពីបងកង3ខេត្តស្ទឹងត្រែងព្រំដែនឡើយថ្ងៃនេះបងកង3នាំពុកម៉ែមកទស្សនាមើលពីរូបសំណាករបស់អធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រដែលវិចិត្រករគាត់កំពុងតែដាប់ធ្វើណាពុកម៉ែបងប្អូនគឺថាបានច្រើនភាគរយហើយបាទអញ្ចឹងរូបសំណាកថ្មីមួយនេះគឺថាដូចអធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រមែនតែនហើយក៏ដូចលោកបឺតសម្រាប់ដែរពុកម៉ែបងប្អូនពិនិត្យមើលតើមានគំនិតដូចបងកង3ទេខ្ញុំថាគឺដូចលោកស៊ិនស៊ីមុតផងដោយលោកបឺតសម្រាប់ផងបាទហើយរូបសំណាកថ្មីមួយនេះធ្វើចិត្តរួចហើយនឹងយកមកដាក់តាំងនៅឯផ្ទះដើមមានបាទហើយរូបសំណាកដែលសាងសង់ដោយចៅហ្វាយខេត្តស្ទឹងត្រែងនោះគឺត្រូវបានធ្វើរួចរាល់ហើយក៏យកទៅដាក់តាំងនៅឯមាត់ទន្លេក្បែរស្ពានសេកុងពុកម៉ែបងប្អូនប្រិមិត្តរូបសំណាកដែលបានធ្វើរួចរាល់ដាក់តាំងនៅឯសួនច្បារមាត់ទន្លេនោះខ្ញុំបានបង្ហោះកាលពីคลิปវីដេអូមុនមានពុកម៉ែបងប្អូនប្រិមិត្តចូលមកខមមិនថាមើលយូរទៅដោយលោកបឺតសម្រាប់ច្រើនពុកម៉ែបងប្អូនប្រិមិត្តណាបាទហើយរូបសំណាកថ្មីមួយនេះក៏ដូចលោកស៊ិនស៊ីសមុទ្រហើយក៏ដូចជាលោកបឺតសម្រាប់ដែរស្រដៀងគ្នាតែម្ដងអញ្ចឹងតាំងពីលេចចេញនៅវត្តមានរបស់លោកបឺតសម្រាប់ដំណក់ឈាមលោកស៊ិនស៊ីសមុទ្រមកយើងឃើញថានៅក្នុងទឹកដីខេត្តស្ទឹងត្រែងយើងឯនេះវិញគឺថាមានភាពកាន់តែល្បីល្បាញខ្លាំងឡើងហើយកាលពីសម័យកាលមុនគឺគេមិនសូវជាបានស្គាល់នោះទេខេត្តស្ទឹងត្រែងបើទោះបីអធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រមានដើមកំណើតស្រុកកំណើតនៅក្នុងទឹកដីខេត្តស្ទឹងត្រែងក៏ដោយបាទក៏ប៉ុន្តែឥឡូវនេះមានវត្តមានរបស់លោកបឺតសម្រាប់យើងឃើញថាទឹកដីខេត្តស្ទឹងត្រែងរបស់យើងកាន់តែធ្វើឲ្យពុកម៉ែបងប្អូនប្រិយមិត្តទូទាំងប្រទេសក៏ដូចជាទូទាំងសកលលោកកាន់តែបានស្គាល់ខ្លាំងឡើងហើយមិនត្រឹមតែប៉ុណ្ណោះវត្តមានរបស់លោកបឺតសម្រាប់បានធ្វើឲ្យរូបសំណាករបស់អធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្របាទមានដាក់តាំងនៅឯសួនច្បារមាត់ទន្លេផងនឹងដាក់តាំងនៅឯផ្ទះដើមមានដែលជាអតីតផ្ទះកំណើតរបស់លោកស៊ិនស៊ីសមុទ្រដែលជាម្ចាស់កម្មសិទ្ធិសពថ្ងៃគឺលោកនូម៉ៅម៉ានីហើយយើងក៏សូមថ្លែងអំណរគុណដល់លោកនូម៉ៅម៉ានីដែលជាក្មួយដ៏ល្អរបស់អធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រដែលលោកមិនបោះបង់ចោលនៅដំណក់ឈាមដ៏កំសត់របស់លោកស៊ិនស៊ីសមុទ្រមួយនេះលោកក៏មានក្តីអាណិតស្រឡាញ់និងរាប់អានអបសោបញាតិសន្តានរបស់លោកបាទហើយគួរឲ្យគោរពនិងកោតសរសើរដោយក្តីស្មោះត្រង់មែនទែនឃើញថាលោកនូម៉ៅម៉ានីហើយនឹងបងប្អូនរបស់គាត់ញាតិសន្តានរបស់គាត់នឹងគឺគោរពនិងស្រឡាញ់រាក់ទាក់ដំណក់ឈាមរបស់លោកស៊ិនស៊ីសមុទ្រខ្លាំងណាស់ពុកម៉ែបងប្អូនប្រិមិត្តណាបាទហើយសូមបញ្ជាក់ជាថ្មីម្ដងទៀតរូបសំណាកមួយនេះគឺធ្វើចិត្តរួចរាល់ហើយនឹងដឹកយកមកដាក់តាំងនៅឯផ្ទះដើមមានក្នុងពេលឆាប់នេះហើយពុកម៉ែបងប្អូនប្រិមិត្តក៏សូមជូនពរពុកម៉ែបងប្អូនប្រិមិត្តជួបប្រទះតែសំណាងល្អសុខភាពល្អដែលបានគាំទ្រនិងស្រឡាញ់ដំណក់ឈាមរបស់លោកស៊ិនស៊ីសមុទ្រក៏ដូចជាស្រឡាញ់រាប់អានបងកង3ផងដែរបាទសូមកុំភ្លេចជួយ like share subscribe ម្នាក់មួយផងបងកង3ខេត្តស្ទឹងត្រែងជូនពរសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់គ្នាសូមគោរពលា